ពន្លឺមាសដ៏ធំមួយបានទើចែងចាំងនៅលើមេឃហើយភ្លាមៗនោះអំណាចទេវតាក៏បានរុំព័ទ្ធជុំវិញព្រះនរាជពន្លឺខៀវសនិងពន្លឺសស្អាតបានបញ្ចេញមកដូចជារន្ទះអាកាសញាប់ញ័រហាក់បីដូចជាមេឃកំពុងតែប្រេះបែកបន្ទាប់មកព្រះនរាជយើងក៏បានអវតារទៅជាវរហៈជ្រូកព្រះពណ៌សចង្គមវិញភ្លឺដូចពេជ្រពាក់គ្រឿងមាសសក្ការៈមហើយមានពន្លឺទេវតាឆ្លុះចែងចាំងជុំវិញខ្លួនអវតារឈរលើពពកខ្ពស់ហើយមើលចុះទៅក្នុងសមុទ្រដ៏ធំធេងភ្នែកពូពេញទៅដោយការសម្រេចចិត្តព្រះអង្គបាននិយាយថាផែនដីកំពុងតែលិចទៅជ្រៅបំផុតខ្ញុំនឹងយកផែនដីត្រឡប់មកវិញឲ្យបានភ្លាមនោះអវតារក៏លូតចុះពីលើមេឃដូចជាផ្កាយធ្លាក់មានពន្លឺខៀវសជាកន្ទុយបាញ់តាមក្រោយយ៉ាងអស្ចារ្យពេលដែលអវតារប៉ះលើផ្ទៃសមុទ្រទឹករលករៀលដាល់ព័ទ្ធជុំវិញជារង្វង់ធំហាក់បីដូចជាកំពុងតែត្រូវអំណាចទេវតាគ្រប់គ្រងហើយអស្ចារ្យបំផុតនោះគឺសមុទ្របានបែកជាពីរជញ្ជាំងទឹកពុះឈរដូចជាភ្នំបើកផ្លូវមួយទៅកាន់ជម្រៅដ៏សែនអាកំបាំងអវតារដើរទៅផ្លូវកណ្ដាលនៃផ្លូវទឹកដោយមិនខ្លាចអ្វីឡើយក្រោមសមុទ្រមានពិភពមួយដ៏ស្រស់ស្អាតប្លែកភ្នែកប្រាសាទបុរាណផ្កាថ្មភ្លឺនិងពន្លឺថ្ងៃច្រាលចូលមកយ៉ាងស្រស់ថ្លាតែភ្លាមនោះចរន្តទឹកក៏ចាប់ផ្ដើមវិលក្រឡាប់មានភាពល្អិតអណ្ដែតជាច្រើនដូចជាមានអ្វីមួយកំពុងចូលមកហើយនៅសែនឆ្ងាយមានសំឡេងមួយលាន់ឮឡើងយ៉ាងត្រជាក់អ្នកណាមកយកផែនដីពីខ្ញុំអវតារបានងាកទៅមុខហើយនៅទីនោះហិរញ្ញយៈលេចចេញមកអាវក្រោះងងឹតភ្នែកភ្លឺអំណាចក្រហមរុនភ្លឺនៅលើដងខ្លួនវាបាននិយាយថាអ្នកណាចង់យកផែនដីត្រូវឆ្លងកាត់វាសិនអវតារបានបោះជំហានទៅមុខចង្កូមវែងភ្លឺចែងចាំងពន្លឺទេវតាខៀវសបានកើតឡើងភាគ3កុំខកខានសង្គ្រាមក្រមសមុទ្រនឹងចាប់ផ្ដើម